សូមក្រាបថ្វាយបង្គំចំពោះព្រះធេរានុធេរៈគ្រប់ព្រះអង្គចម្រើនពរលោកគ្រូនិងមិត្តនិស្សិតទាំងអស់គ្នាខ្ញុំព្រះករណាអាត្មាភាពព្រះនាងឈៀមប៊ុនលេងជាសាមណនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាដែលបង្រៀនដោយលោកគ្រូសាស្ត្រាចារ្យជួនកាកដាហើយថ្ងៃនេះបានធ្វើដំណើរទស្សនកិច្ចសិក្សាមកកាន់ខេត្តតាកែវហើយនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះទៀតសោតគឺសិក្សាផ្ដោតទៅលើប្រាសាទចំនួន5មានដូចជាប្រាសាទតាព្រំប្រាសាទភ្នំតាម៉ៅប្រាសាទនាងខ្មៅប្រាសាទភ្នំដានិងប្រាសាទភ្នំជីសូរដើម្បីឲ្យកាន់តែលម្អិតនិងយល់អំពីនិយមន័យនិងអត្ថប្រយោជន៍នៃការកសាងនៃប្រាសាទនីមួយៗខ្ញុំព្រះករណាអាត្មាភាពនិងលម្អិតដូចតទៅនេះប្រាសាទតាព្រំមានទីតាំងស្ថិតនៅភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវវាមានចម្ងាយប្រហែល34គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ2ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី12និងដើមសតវត្សទី13ហើយកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិនៅក្នុងសម័យអង្គរប្រាសាទតាព្រំនេះត្រូវបានឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានដោយទៅនឹងប្រាសាទបាយ័ននិងប្រាសាទតាព្រំនៅសៀមរាបដែរនេះស្ថិតនៅក្នុងរចនាបថបាយ័នកសាងឡើងអំពីថ្មភក់និងថ្មបាយក្រៀមបើទោះបីជាវាមានទំហំតូចជាងប្រាសាទនៅតំបន់អង្គរក៏ដោយប៉ុន្តែប្រាសាទតាព្រំបាទីនៅរក្សាបាននៅក្បូរក្បាច់រចនានិងចម្លាក់យ៉ាងស្រស់ស្អាតនៅលើជញ្ជាំងនិងហោជាងចម្លាក់ទាំងនោះភាគច្រើនរៀបរាប់អំពីរឿងរ៉ាវនៅក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាប្រាសាទវត្តភ្នំតាម៉ៅគឺជាប្រាសាទបុរាណមួយដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំតាម៉ៅប្រាសាទនេះស្ថិតនៅក្នុងបរិវេណសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលមានចម្ងាយប្រហែល40គីឡូម៉ែត្រភាគខាងត្បូងរាជពេញប្រាសាទភ្នំតាម៉ៅត្រូវបានកសាងឡើងនៅក្នុងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1កសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាប្រាសាទនេះមានរចនាបថស្រដៀងនឹងប្រាសាទភ្នំជីសូរសំណង់ប្រាសាទធ្វើអំពីថ្មភក់និងថ្មបាយក្រៀមបើទោះបីជាបច្ចុប្បន្នប្រាសាទនេះមានសភាពទ្រុឌទ្រោមនិងនៅសល់តែប៉មមួយចំនួនក៏ដោយប៉ុន្តែវានៅតែបង្ហាញឲ្យឃើញនៅក្បូរក្បាច់រចនាយ៉ាងផ្ចិតផ្ចង់ប្រាសាទនេះស្ថិតនៅក្បែរវត្តភ្នំតាម៉ៅដែលកសាងឡើងនៅសម័យក្រោយដើម្បីទៅដល់ប្រាសាទអ្នកត្រូវឡើងជណ្ដើរថ្មទៅកាន់កំពូលភ្នំដោយសារស្ថិតនៅលើកំពូលភ្នំភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាពព្រៃឈើនិងធម្មជាតិបៃតងនៅជុំវិញតំបន់ភ្នំតាម៉ៅយ៉ាងស្រស់ស្អាតប្រាប់ថាទីតាំងតំបន់នេះនៅក្នុងស្រុកបាទីដែរប៉ុន្តែកម្រនឹងអ្នកដឹងថាទីនេះមានប្រាសាទណាស់ហើយជាពិសេសអ្នកតកែវហ្នឹងពេលខ្លះអត់ដឹងថាកន្លែងនេះមានប្រាសាទទេគឺមកភ្នំតាម៉ៅចូលសួនសត្វហ្មងអត់ដឹងថាកន្លែងនេះមានប្រាសាទទេហ្នឹងហើយឥឡូវដូចគុណអ្នកតកែវមែនទេគុណភាគច្រើនណាគឺយើងអត់សូវចាប់អារម្មណ៍ប្រាសាទហ្នឹងទេហ្នឹងហើយប្រាសាទមួយទៀតទៅខាងនោះតាមដែលដូចគុណចៅតកាលោកមានសារិកាមិញថាទៅ10នាទីមក10នាទីបើបូកទៅវា20ស្ដាប់គ្រូនិយាយទៀតអាចជាងកន្លះម៉ោងអញ្ចឹងយើងអត់បានទៅទេខ្លាចគេលោដាច់ម៉ោងបាយដូចគុណណាអញ្ចឹងលោកគ្រូចង់ប្រាប់ថាប្រាសាទនេះចាប់ផ្ដើមកសាងក្នុងសតវត្សទី11ហើយប្រាសាទនេះមានឈ្មោះថាប្រាសាទភ្នំតាម៉ៅហើយនៅក្នុងឆ្នាំ1002រហូតដល់1050ណា1002ដល់1050ក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ប្រាសាទនាងខ្មៅគឺជាប្រាសាទបុរាណមួយដែលមានភាពល្បីល្បាញស្ថិតនៅក្នុងខេត្តតាកែវប្រាសាទនេះមានលក្ខណៈពិសេសប្លែកពីប្រាសាទដទៃតាមពណ៌នៃថ្មដែលប្រើប្រាស់ក្នុងការសាងសង់ប្រាសាទនេះស្ថិតនៅក្នុងឃុំរវៀងស្រុកស្រមរងវាស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ2ប្រហែល52គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញជិតដល់ទីរួមខេត្តតាកែវហើយប្រាសាទនេះទៀតសោតកសាងឡើងនៅក្នុងសតវត្សទី10ប្រហែលឆ្នាំ921ដល់ឆ្នាំ941ហើយត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី4ប្រាសាទព្រហ្មញ្ញសាសនាឧទ្ទិសថ្វាយដល់ព្រះសិវៈស្ថិតនៅក្នុងរចនាបថកោះកេរដើមឡើយមានតួប៉មចំនួន3សង់ជួរគ្នាពីជើងទៅត្បូងប៉ុន្តែបច្ចុប្បន្ននៅសល់តែតួប៉មចំនួន2ប៉ុណ្ណោះដែលធ្វើអំពីឥដ្ឋនិងថ្មភក់ដើម្បីឲ្យកាន់តែច្បាស់និងលម្អិតអំពីឈ្មោះថានាងខ្មៅនេះតោះទៅសាប់លោកគ្រូបកស្រាយទាំងអស់គ្នាយើងផ្សំដោយរឿងនិទាននៃការបញ្ចូលពីអប់រំមានរឿងនិទាន
rương thì tiền dưới cứ rương niềng khmau nâng mong bị đàm lái niềng khmau cứ côn rồi bó sạch nơi lơ phnom chỉ sô và côn sạch phnom chỉ sô hay niềng khmau nó khmau men tại sạch nè nè đây sẽ điện nó ngay khmau hay sạch và đập bê hay quạt chỉ côn sạch nơi lơ phnom chỉ sô nâng quạt tay để cho mà sòng tức nó sòng sập ngay sòng nó cả bộ phnom chỉ sô hãy còn bên làm tật mà nè mua sấy, bảo tôi mua sấy, cái háo thá bẩn đất sấy để tập để sắc khơi niềng khmau cho pi lơ phnom chỉ sô máu có sát chặt mệt trai phiếp có mình đang thường mấy sải côn sải cá to té đã này tam sạc chờ nè plom sạc chờ tới đọc plom sạc chờ tới có niềng khmau nó đạp sợi lên nó tới có tôn chết xoay rốt sầm lên đã rốt sầm lên khơi có bạ chết sải lánh bình đất sài năng từ đã bạ chết sải lánh tới có bật kho chỉ bà bị đám ở đặc kho cứ thở cá và hai chỉ biết chào bật kho sẽ thòm nè đợt pe chia lục đắng mình ai sầm lập bột bọc luôn ai bán bột tây năng bán có họ khê tha sầm lập hết bàn tay nia được tết mà co sang là lại nì cái niềng máu có máu chỉ mỗi năng gì nung niềng nung mùi tiết nè màu tàm nằng chứ còn mà thơ lại ní tại bà cần sân là cái xua than niềng máu thở sầm lập chào bà đây tại tam pet bó bóng trôn mặc lại ní hai đây là pe mà nơi lại ní miền đây thà bay tí mình đứt cái vậy mình đứt sấy vậy này hay nào miền khả nó gặp phum sấy mình đứt cứ mua bò mình đứt sấy nằng chấn đợt pe mà đợt tiền ní có sang sau ruột từ niệm môn lục mà sốt môn có niệm môn lục kêu nó kháng đó miền xa xa kêu muôi nó chỉ lịch bày môn lục kêu nó mà sốt môn là tí ní đó là mà sốt môn là tí ní khơi lục kêu sát có sờ lánh lục kêu tiệt niệm màu nắng đấy sờ lánh lục kêu tiệt đó sờ lánh lục kêu có sắc màu ruộng nơi chỉ môi nắng niệm màu đi và niệm màu đi chẳng nơi ruộng tới có miền rương bạch chan chỉ môi gì nung niềng nung nắng niệm ra quát tay niềng nung có sạch đây ta đầm đất đấy bay sạch đấy có kẹt to chỉ môi nắng niềng nung hay niềng nung nắng có miền tây pua chỉ môi nắng bần đất cài nắng chẳng niềng khmau có bạch chan đò bạch chan có ban do niềng nung nắng tới slap chào và tại bàn tay còn tha slap anh nghe slap đây niềng nung nó còn miền ở cạn này bị say vào quạt có chích đây đầm bay cọp gì nung nằng chẳng rú hết hãy bà cọp hay ở miền đại đồng thó miền đây tha slap tề to là chích hết cọp đại đồng thó bị lỡ nè nào khẳng một quạt đấy miền đồng thó tiền đồng thó nắng thì tha đại bị lỡ để nung chẳng lại đồng thó nắng lục rú và co sang rôm gì nung tục lơ đồng thò năng ai chầm dương tầm mơ một vọt đó là đi có slap từ chân dương dây ở trong tới rương người rau niềng khmau nị tiền ní cứ sờ lánh tại lục hai đôi chân này từ bàn vọt và sạt niềng khmau trâu miên lục chơi là hộtประสาทพนมดาคือสถานีประวัติศาสตร์โดยจำนำองค์พจน์มวยระบบกัมพูชีได้ดำนางออยเพียบรุ่งเรืองในสมัยอาณาจักรพนมฟูนอนประสาทนี้มีดำไลวิทยาศาสตร์និងประวัติศาสตร์ปูบំផុតព្រោះវាជាសក្ខីភាពនៃអរិយធម៌ដំបូងរបស់ខ្មែរដើម្បីឲ្យកាន់តែច្បាស់នៅទីតាំងប្រវត្តិសាស្ត្រនេះតោះយើងទៅស្ដាប់នៅការបកស្រាយរបស់លោកគ្រូទាំងអស់គ្នាតែប្រវត្តិស្មារយើងពីមុនដល់នៅបែបកងសម្ព័ន្ធហើយទីនេះពីមុនអត់មានផ្លូវចូលទេគឺទឹកទឹកគាត់ជុំវិញនិយាយទៅកន្លែងនេះគឺជាកោះគេហៅថាកោះពុកលោកកោះស្លក់គាត់ទឹកជុំវិញមកដោយសមុទ្រចឹងប៉ុន្តែជាទឹកសាបហើយហេតុអីដោយសារទីនេះគឺជាកន្លែងហូរចាក់ពីទន្លេមេគង្គមកគឺហូរចាក់ដល់ទីនេះគឺយើងដល់នេះជាដីល្បាប់ហើយបានចាក់ទៅមហាសមុទ្រចឹងតែឥឡូវវានៅខាងវៀតណាមត្បូងគាត់នៅខាងទឹកដីវៀតណាមហើយកន្លែងនេះគេហៅថាភ្នំត្រិលភ្នំត្រិលនេះនៅប្រាសាទភ្នំដានេះយើងមានចំនួន4នៅលើនេះ3នៅខាងក្រោម1ទៀត4ហើយការដែលខ្វាយយើងពីមុនក៏រស់នៅបែបកងសម្ព័ន្ធគឺគាត់ចោះរូបភ្នំនេះរួមនៅគាត់នេះ
toàn ហើយកន្លែងនេះមិនមែនជាកន្លែងការដាក់បូជាទេវាគ្រាន់តែជាកន្លែងមួយបង្ហាញអំពីការរស់នៅបែបខ្មែរបុរាណនាសម័យកងកម្ពុជាណារស់នៅបែបកងកម្ពុជា ប្រាសាទភ្នំដាស្ថិតនៅលើកំពូលភ្នំដាក្នុងឃុំគោកធ្លោកស្រុកអង្គរបូរីខេត្តតាកែវគឺជាមជ្ឈមណ្ឌលនយោបាយនិងសាសនាដ៏សំខាន់នៅក្នុងសម័យនគរភ្នំពីសតវត្សទី1ដល់ទី6បើតាមអ្នកវិទ្យាសាស្ត្រប្រាសាទដែលយើងឃើញសពថ្ងៃគឺជាសំណង់ដែលត្រូវបានកសាងឡើងវិញនៅសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ឬទីតាំងប្រាសាទចាស់តាំងពីសតវត្សទី6ប្រាសាទនេះទៀតសោតឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិងព្រះវិស្ណុប្រាសាទនេះមានរាងចតុកោណកែងបែរមុខទៅទិសខាងជើងខុសពីប្រាសាទភាគច្រើនដែលបែរមុខទៅទិសខាងកើតប្រាសាទនេះកសាងឡើងអំពីឥដ្ឋថ្មបាយក្រៀមនិងថ្មភក់នៅក្នុងវិស័យបុរាណវិទ្យារចនាបថភ្នំដាគឺជាពាក្យបច្ចេកទេសសម្គាល់ដល់ស្នាដៃសិល្បៈចម្លាក់ដំបូងបង្អស់របស់ខ្មែរដែលមានលក្ខណៈរស់រវើកតាំងពីបុរាណកាលមកនេះគឺជាទីតាំងចុងក្រោយនៃដំណើរទស្សនកិច្ចសិក្សាហើយទីតាំងចុងក្រោយនេះទៀតសោតគឺសិក្សាទៅលើប្រាសាទភ្នំជីសូរប្រាសាទភ្នំជីសូរគឺជាមរតកវប្បធម៌ដ៏វិសេសវិសាលបំផុតមួយនៅក្នុងខេត្តតាកែវដែលមានភាពល្បីល្បាញខ្លាំងទាំងផ្នែកប្រវត្តិសាស្ត្រស្ថាបត្យកម្មនិងជំនឿសាសនាប្រាសាទនេះស្ថិតនៅលើកំពូលភ្នំជីសូរក្នុងឃុំរវៀងស្រុកសំរោងខេត្តតាកែវវាមានចម្ងាយប្រហែល62គីឡូម៉ែត្រពីភ្នំពេញដើម្បីទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំភ្ញៀវទេសចរត្រូវដើរឡើងតាមជណ្ដើរចំនួន503កាំប្រាសាទនេះកសាងឡើងនៅដើមសតវត្សទី11ប្រហែលឆ្នាំ1010ហើយត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1ដែលជាព្រះមហាក្សត្រដ៏ខ្លាំងពូកែខាងពង្រីកទឹកដីនិងសំណង់ស្ថាបត្យកម្មប្រាសាទនេះឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាព្រះសិវៈឈ្មោះដើមនៃប្រាសាទនេះគឺស្រីសូរ្យវរពតភ្នំនៃព្រះបាទសូរ្យវរ្ម័នស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួនហើយកសាងអំពីថ្មភក់និងថ្មបាយក្រៀមដែលមានរាងចតុកោណកែងបែរមុខទៅទិសខាងកើតចំណុចពិសេសគឺមានទន្លេនិងប្រាសាទតូចៗពីរទៀតដែលនៅខាងក្រោមភ្នំគឺប្រាសាទសែនភ្នំនិងប្រាសាទសែនតៃដែលសង់តម្រង់ជួរគ្នាជាមួយនឹងប្រាសាទមេនៅលើកំពូលភ្នំយ៉ាងមានរបៀបរៀបរយជាចុងក្រោយសូមអរព្រះគុណនិងអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃនៅក្នុងការទស្សនាវីដេអូរបស់ខ្ញុំគណៈអាត្មាភាពហើយជាបន្តទៅអាត្មាភាពនឹងសូមប្រគេនពរនិងជូនពរឲ្យជួបប្រទះទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបរិភានៈកំបីគ្លៀងគ្លាតឡើយ